សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿងយូយូហាគូសូជាមួយខ្ញុំបន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹងការប្រកួតវគ្គពាក់កណ្ដាលប្រៃព្រាត់រវាងក្រុម Togoro ហើយនិងក្រុមមួយទៀតឈ្មោះ Gorenja ក្រុមពីរនេះបើសិនជាអ្នកណាឈ្នះនឹងទៅជួបប្រកួតជាមួយនឹងក្រុមរបស់ Yusuke នៅវគ្គផ្ដាច់ព្រាត់គួរចាប់អារម្មណ៍ថា Togoro អត់បានចូលរួមប្រកួតនោះទេនៅពេលនេះក្រុមរបស់គាត់3នាក់សុកចិត្តប្រយុទ្ធជាមួយនឹងគេ5នាក់កាត់តែមើល Yusuke នៅពេលនេះគាត់កំពុងតែដេកសម្រាកនៅអូតាមិនទាន់ដឹងខ្លួននៅឡើយទេហើយគូវ៉ាបារ៉ាព្រួយបារម្ភពីគាត់ណាស់ពេលនោះ Genkai បាននិយាយថាមិនបាច់ព្រួយបារម្ភទេនៅពេលដល់វេលា Yusuke នឹងភ្ញាក់ដឹងខ្លួនឡើងវិញដោយឯងជាមិនខានបន្ទាប់មក Genkai ក៏បានដើរចេញពីបន្ទប់នោះហើយផ្ដាំគូវ៉ាបារ៉ាថាបើសិនជា Yusuke ភ្ញាក់ដឹងខ្លួនវិញកុំឲ្យ Yusuke តាមទៅរកគាត់ឲ្យសោះត្រឡប់ទៅមើលនៅកន្លែងប្រកួតវិញបេក្ខជនដែលត្រូវចូលរួមប្រកួតនៅពេលនេះគឺ Karasu ប៉ះជាមួយនឹង Midoriya ហើយអត់មាននិយាយច្រើនទេ Midoriya ចាប់ផ្ដើមចេញក្បាច់មុននៅពេលហ្នឹងគាត់បានបង្កើតទឹកអាស៊ីតខ្លាំងមួយដុំហើយបានតម្រង់ទៅកាន់ Karasu ប៉ុន្តែអត់ត្រូវទេ Karasu អាចគេចបានយ៉ាងងាយចំណែកទឹកអាស៊ីតរបស់ Midoriya បានធ្លាយទៅប៉ះចំអ្នកមើលបណ្ដាលឲ្យអាលីខ្សលអស់មួយចំនួនគ្មានសល់ឆ្អឹងនោះទេដល់ពេលដែល Karasu វាយបកវិញគាត់គ្រាន់តែលោតចូលទៅយកដៃប៉ះខ្លួនរបស់ Midoriya ប៉ះកន្លែងណាគឺផ្ទុះកន្លែងហ្នឹងដល់ពេលអញ្ចឹង Midoriya បានសុំចុះចាញ់តែ Karasu មិនឲ្យគាត់រួចខ្លួនទេក៏ចូលទៅប៉ះបំផ្ទុះរាងកាយរបស់ Midoriya ឡើងខ្ទេចតែម្ដងឃើញអញ្ចឹង Kurama ដែលឈរមើលនៅទីនោះមានអារម្មណ៍ថាញាក់សាច់តាមពិតទៅ Genkai បានផ្ដាំឲ្យ Kurama និង Hiei មកមើលការប្រកួតលើកនេះដើម្បីសិក្សាពីតិចនិករបស់គូប្រកួតប៉ុន្តែ Hiei អត់បានមកនោះទេដោយសារតែគាត់ជាប់យកពេលវេលានឹងទៅហាត់ក្បាច់គុនបន្ថែមទៀតត្រឡប់ទៅមើលការប្រកួតវិញគូទី2គឺរវាង Bui ហើយនិង Kirenja Bui គឺសមាជិកក្រុម Togoro ដែលតបតែងខ្លួនដោយមេតបនិនជាសាមរ៉ៃអញ្ចឹងហើយនៅពេលហ្នឹងអត់ចាំយូរទេគាត់បានជួបបថៅមួយយ៉ាងធំចេញមកត្រៀមប្រយុទ្ធឃើញអញ្ចឹង Kirenja គិតថាបថៅនោះប្រហែលជាធ្ងន់ណាស់ហើយមើលទៅមិនងាយកវីគាត់នោះទេដល់ពេលអញ្ចឹងគាត់ក៏ចង់សម្រុកចូលទៅយ៉ាងលឿនតែម្ដងប៉ុន្តែត្រូវបាន Bui ប្រើបថៅរបស់គាត់កាប់ឡើងបីសាច់ខ្ទេចដល់ពេលឃើញអញ្ចឹងណាក៏មានអារម្មណ៍ថាញាក់សាច់ដែរបន្តមកដើម្បីកុំឲ្យខាតពេលបងប្រុសរបស់ Togoro ម្នាក់ដែលមានមាឌតូចជាងគេបានហៅក្រុម Gorenja ដែលនៅសល់គ្នា3នាក់ឲ្យចូលមកប្រយុទ្ធជាមួយនឹងគាត់ក្នុងពេលតែមួយតែម្ដងនៅពេលការប្រយុទ្ធចាប់ផ្ដើមក្រុម Gorenja ទាំង3នាក់អត់មានខ្លាចចិត្តទេក៏សម្រុកចូលទៅប្រាសិតតែសាដូក្លូន Jutsu បែងភាគជាច្រើនអ្នកសម្រុកចូលទៅវាយបង Togoro ក្នុងពេលតែមួយតែម្ដងប៉ុន្តែគ្មានបានចូលទៅចិត្តទេបង Togoro បានពន្លូតស្បែករបស់គាត់ទៅចាក់ពួកគេសម្រាប់ចោលអស់ចំណុចពិសេសរបស់បង Togoro នឹងគឺរាងកាយរបស់គាត់ចង់បត់បែនខ្លាយទៅជាស្អីក៏បានដែរនៅពេលនោះមាន2នាក់ដែលមិនទាន់ស្លាប់ហើយបង Togoro ប្រាប់ថាគាត់នឹងទុកជីវិតឲ្យមនុស្សម្នាក់លឿនជាងម្នាក់ពីអាវទឹកក្រូចក៏និយាយបែបប្រឆាំងថាបើទុកជីវិតឲ្យគាត់ថ្ងៃក្រោយគាត់នឹងមកសងសឹកជាមិនខានចំណែកម្នាក់អាវពណ៌ខៀវបានសុំឲ្យបង Togoro ទុកជីវិតឲ្យគាត់ទៅនៅពេលនោះបង Togoro បានសម្លាប់ម្នាក់អាវពណ៌ខៀវនោះមុនគេគាត់និយាយថាគាត់ហើយ Togoro ប្អូនប្រុសរបស់គាត់ចូលចិត្តមនុស្សក្លាហានដោយអ្នកអាវពណ៌ទឹកក្រូចនឹងណាប៉ុន្តែគាត់ខុសពីប្អូនប្រុសរបស់គាត់បន្តិចគឺគាត់អត់ចូលចិត្តគ្រប់ពាក្យសម្ដីនោះទេនិយាយរួចបង Togoro ក៏ចាក់សម្លាប់អ្នកអាវពណ៌ទឹកក្រូចនោះម្នាក់ទៀតយ៉ាងខុសខើបន្ទាប់ពីការប្រយុទ្ធចប់ទៅ Kurama បានដើរត្រឡប់ទៅអូតែលវិញទាំងក្នុងចិត្តមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែឃើញក្រុម Togoro ខ្លាំងនៅពេលនេះចាំបាច់ Kurama ត្រូវតែរកវិធីប្រែកាយទៅជា Yoko Kurama ឲ្យឃើញទើបឲ្យមានសង្ឃឹមប្រយុទ្ធឈ្នះក្រុមរបស់ Togoro បន្ទាប់មកនៅតាមផ្លូវ Karasu ហើយនិង Bui បានមកស្ទាក់ផ្លូវ Kurama នៅពេលនេះពួកគេទាំងពីរគ្រាន់តែមកច្រឡលេងជាមួយនឹង Kurama តែប៉ុណ្ណោះមិនមែនមកវាយប្រហារគាត់នោះទេអ្វីដែល Kurama ចាប់អារម្មណ៍គឺ Karasu បាននិយាយថាថ្ងៃនេះក្រុមរបស់ Yusuke នឹងមានម្នាក់ស្លាប់ហើយ Kurama អត់យល់ទេថា Karasu និយាយនឹងចង់សម្ដៅលើអ្នកណាគ្រាន់តែដឹងថាម្នាក់នោះមិនមែនជារូបគាត់នោះទេកាត់ទៅមើល Genkai វិញនៅពេលនេះគាត់បានទៅជួបជាមួយនឹង Togoro តាមពិតទៅពីរនាក់នឹងកាលពី50ឆ្នាំមុនគឺជាសង្សារនឹងគ្នាក្រុមរបស់ពួកគេនឹងបានវាយឈ្នះវគ្គ Dark Tournament ហើយគណៈកម្មការបានឲ្យពួកគេសម្រេចបំណងប្រាថ្នាម្នាក់មួយនៅពេលនោះ Togoro បានប្រាថ្នាសូមឲ្យគាត់នៅខ្លាំងហើយនៅក្មេងរហូតចំណែក Genkai វិញសុខចិត្តរស់នៅជីវិតបែបធម្មជាតិកាត់ចាស់ឈឺស្លាប់អញ្ចឹងហើយទៅពួកគេត្រូវដើរផ្លូវបែកគ្នាកន្លងមក Genkai បានព្យាយាមដើរជាពី Togoro ហើយប៉ុន្តែដោយសារតែ Togoro បានទៅអូសទាញ Yusuke ឲ្យមកចូលរួមការប្រកួត Dark Tournament ហ្នឹងទើប Genkai តាមមកជួយ Yusuke ក្នុងពេលជាមួយគ្នានៅអូតែ Yusuke បានភ្ញាក់ដឹងខ្លួនវិញហើយគាត់ហាក់បីជាទទួលអារម្មណ៍ដឹងថា Genkai កំពុងតែមានគ្រោះថ្នាក់ដល់ពេលអញ្ចឹងគាត់ក៏ប្រញាប់លោតចុះពីលើគ្រែតាមទៅជួយ Genkai ភ្លាមប៉ុន្តែគួរស្ដាយណាស់តម្រាំដែល Yusuke រត់ទៅដល់ Togoro បានសម្លាប់ Genkai ចោលបាត់ទៅហើយដល់ពេលខឹងពេក Yusuke ក៏សម្រុកចូលទៅប្រយុទ្ធជាមួយនឹង Togoro ទាំងតឡងមូលប៉ុន្តែត្រូវបាន Togoro ដាល់ម្ដាយប៉ានទៅយ៉ាងឆ្ងាយនៅពេលនោះដោយសារតែថាមពល Spirit Wave ដែល Yusuke ទទួលបានពី Genkai អត់ទាន់អ្វីខាន់ស្រួលបួលទៅគាត់មិនអាចវាយឈ្នះ Togoro ចាប់តាំងពីពេលនោះមក Yusuke កាត់ទុកយ៉ាងខ្លាំងហើយអង្គុយសង្កត់នៅមុខរោងភ្នំកាន់ទុក Genkai អត់ធ្វើអីទាំងអស់ឃើញអញ្ចឹងគ្រួនម៉ាក៏ព្រួយបារម្ភពី Yusuke ផងដែរព្រោះសល់ពេលតែ2ថ្ងៃទៀតតែប៉ុណ្ណោះនឹងដល់ពេលប្រយុទ្ធប្រៃព្រាត់ជាមួយនឹងក្រុម Togoro ហើយកាត់ទៅមើល Hiei បន្តិចគាត់បានទៅពិនិត្យមើលកន្លែងដែល Togoro ប្រយុទ្ធជាមួយនឹង Genkai មុនហ្នឹងហើយពិនិត្យឃើញថាមានរណ្ដៅដីយ៉ាងធំដែល Togoro ជាអ្នកវាយហើយដោយសារតែចង់ដឹងថាកម្លាំងគាត់ខ្លាំងប៉ុណ្ណាបើប្រៀបជាមួយនឹង Togoro គាត់ក៏បានលោតទៅវាយដីបង្កើតជារណ្ដៅមួយផងដែរហើយពិនិត្យឃើញថាកម្លាំងរបស់គាត់ខ្សោយជាង Togoro ឆ្ងាយណាស់កាត់ទៅមើល Kurama វិញគាត់ដឹងថាគាត់ត្រូវការរករៀនក្នុងទម្រង់ជា Yoko Kurama ទើបឲ្យមានសង្ឃឹមវាយឈ្នះក្រុម Togoro បានប៉ុន្តែឥឡូវនេះគាត់អត់មានវិធីណាអាចប្រែកាយបាននោះទេកាលពីលើមុនគាត់អាចប្រែកាយបានដោយសារតែមានគេប្រើឧបករណ៍ម្យ៉ាងដែលហៅថា Idol Box ដាក់គាត់បន្ទាប់មកគូអាបារ៉ាបានដើរតាមរក Yusuke ទៅដល់ទីនោះហើយក្នុងពេលជាមួយគ្នាក៏មានមនុស្សម្នាក់ទៀតក៏បានដើរទៅដល់ទីនោះផងដែរតាមពិតទៅម្នាក់នឹងមានឈ្មោះថា Suzuki ម្នាក់ដែលបានតុបតែងខ្លួនដូចជា clown ហើយបានប្រយុទ្ធជាមួយនឹង Genkai កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់
គាត់ទៅកាន់ទីនោះគឺដើម្បីប្រគល់ឧបករណ៍ពីរដែលគាត់បានច្នៃដោយផ្ទាល់ដៃទៅឲ្យពួកគេមួយគឺដងដាវសាមរ៉ាយដែលមានថាមពលបិសាចខ្លាំងប្រគល់ទៅឲ្យគូអាបារ៉ាមួយទៀតគឺទឹកថ្នាំម្យ៉ាងដែលផឹកទៅខូរ៉ូម៉ាអាចប្រែកាយទៅជាយូកូខូរ៉ូម៉ាបានគាត់នៅគាត់មិនទាន់ធ្វើតេស្តថាបានយូរប៉ុណ្ណាទេទុកឲ្យខូរ៉ូម៉ាធ្វើតេស្តខ្លួនឯងចោះដល់ពេលខូរ៉ូម៉ាសួរទៅវិញថាហេតុអីបានជាស៊ូស៊ូគីនឹងធ្វើល្អដាក់ពួកគាត់អញ្ចឹងស៊ូស៊ូគីប្រាប់ថាកាលពីមុនគាត់ធ្លាប់វាយចាញ់ថូការ៉ូម្ដងហើយកាលហ្នឹងថូការ៉ូមើលងាយគាត់ខ្លាំងណាស់ការដែលគាត់ប្រមូលគ្នាមកចូលរួមប្រកួតលើហ្នឹងគឺដើម្បីរកឱកាសសងសឹកជាមួយនឹងថូការ៉ូតែប៉ុណ្ណោះពេលនេះគាត់បាត់បង់ឱកាសសងសឹកជាមួយនឹងថូការ៉ូដោយផ្ទាល់ហើយតែគាត់សង្ឃឹមថាឧបករណ៍ដែលគាត់បានច្នៃអាចជួយក្រុមរបស់យូស្កេឲ្យទៅចាត់ការក្រុមរបស់ថូការ៉ូបានបន្តមកសាច់រឿងបានកាត់ទៅមើលសាកាយ៉ូដែលកំពុងតែជួបនិយាយគ្នាជាមួយនឹងក្រុមគណៈកម្មការរៀបចំការប្រកួតគណៈកម្មការរៀបចំការប្រកួតដឹងថាសាកាយ៉ូមានលុយច្រើនណាស់ហើយពួកគេចង់ដឹងថាសាកាយ៉ូចង់យកលុយនឹងទៅធ្វើស្អីនៅពេលហ្នឹងសាកាយ៉ូបាននិយាយតាមត្រង់ឲ្យធូរលហុយថាគាត់ចង់បង្កើតផ្លូវមួយដោយផតថលអញ្ចឹងភ្ជាប់ពីពិភពពិសេសមកកាន់ពិភពមនុស្សនិយាយទៅសាកាយ៉ូនឹងដោយមនុស្សការរោគចិត្តអញ្ចឹងគាត់ចង់ដឹងថាបើសិនជាបិសាចខ្លាំងៗអាចឆ្លងមកពិភពមនុស្សដោយសេរីតើមនុស្សនៅលើផែនដីនឹងដោះស្រាយជាមួយនឹងភាពវឹកវរនឹងយ៉ាងម៉េចខ្លះហើយដើម្បីបង្កើតផ្លូវនឹងបានសាកាយ៉ូត្រូវការបោកលុយច្រើនព្រាតពីក្រុមគណៈកម្មការពេលលើអញ្ចឹងគណៈកម្មការគិតថាសាកាយ៉ូនឹងឈួតហើយក៏ជួយបេតុងប្រឡែងក្រុមបិសាចរបស់គាត់ឲ្យមកចាត់ការសាកាយ៉ូចោលប៉ុន្តែគ្មានធ្វើអីសាកាយ៉ូបានទេដោយសារតែថូការ៉ូបានទៅដល់ទីនោះចាត់ការក្រុមបិសាចនោះអស់ហើយសម្លាប់ដោយទាំងក្រុមគណៈកម្មការទៀតសម្រាប់ថូការ៉ូការដែលគាត់ឯកភាពជាមួយនឹងផែនការរបស់សាកាយ៉ូគឺដោយសារតែគាត់យល់ថាក្រោយពីចាត់ការយូស្កេហើយនៅពិភពមនុស្សគ្មានដៃគូណាវាយជាមួយគាត់ទេអញ្ចឹងមានតែគាត់ចាំប្រយុទ្ធជាមួយនឹងក្រុមបិសាចខ្លាំងៗមកពីពិភពបិសាចវិញម្ដងត្រឡប់ទៅមើលយូស្កេវិញគាត់នៅតែបន្តខ្លួនឯងដែលមិនបានងើបមកជួយហ្គេនខៃតាន់ពេលនៅពេលនោះក្រោយមកបានមកជួបគាត់ហើយប្រាប់ថារឿងរបស់ហ្គេនខៃនឹងថូការ៉ូគឺជារឿងផ្ទាល់ខ្លួនតាំងពី50ឆ្នាំមុនមកម្ល៉េះទោះជាយូស្កេចង់លូកដៃជួយក៏ហ្គេនខៃមិនឲ្យជួយដែរតាមពិតទៅហ្គេនខៃដឹងមុនហើយថាគាត់នឹងត្រូវស្លាប់ហើយគាត់ថែមទាំងបានផ្ញើសារតាមរយៈក្រោយមកប្រាប់យូស្កេថែមទៀតសាររបស់ហ្គេនខៃគឺជាសម្ដីដែលគាត់តែងតែនិយាយដូចយូស្កេថាអាកូនសិស្សល្ងងយើងមិនចង់ជួបមុខឯងនៅពិភពវិញ្ញាណឆាប់ពេកទេអញ្ចឹងឯងត្រូវតែប្រកួតឲ្យឈ្នះការប្រកួតលើកនេះឲ្យបានសាររបស់ហ្គេនខៃនៅពេលនោះបានដាស់ស្មារតីរបស់យូស្កេហើយនឹងជួយឲ្យគាត់ awaken ថាមពល Spirit Wave របស់គាត់ចេញមកប្រើបានការបាញ់ថាមពល Spirit Wave របស់យូស្កេឡើងទៅលើមេឃនៅពេលនោះយូស្កេប្រើកម្លាំងតែបន្តិចតែប៉ុណ្ណោះធ្វើឲ្យគេអាចមើលឃើញបានពីគ្រប់ទីកន្លែងបន្តមកនៅទីបំផុតថ្ងៃដែលម្នាក់កំពុងតែទន្ទឹងរង់ចាំបានចូលមកដល់វាគឺជាការប្រកួតវគ្គផ្ដាច់ព្រាត់រវាងក្រុមយូស្កេហើយនិងក្រុមរបស់ថូការ៉ូការប្រកួតលើនេះគេអនុវត្តតាមគោលការណ៍ចាស់បើសិនជាក្រុមមួយណាទទួលបាន3បន្ទុកមុនក្រុមមនុស្សជាអ្នកឈ្នះលើនេះដោយសារតែក្រុមនីមួយៗមានគ្នាតែ4នាក់អញ្ញាកណ្ដាលតម្រូវឲ្យក្រុមនីមួយៗរកអ្នកចំនួនម្នាក់ទៀតទើបអាចប្រកួតបានអ្នកដែលចូលរួមជាមួយនឹងក្រុមរបស់ថូការ៉ូនៅពេលនោះគ្មាននរណាផ្សេងទេក្រៅពីសាកាយ៉ូរីឯអ្នកចូលរួមក្រុមជាមួយនឹងក្រុមរបស់យូស្កេគឺគ្រូអេនម៉ាទាំងសាកាយ៉ូទាំងគ្រូអេនម៉ាសុទ្ធតែអត់ចេះវាយដូចគ្នាប៉ុន្តែពួកគេជឿថាវាយដល់វេនពួកគេនោះទេនឹងដឹងចាញ់ឈ្នះហើយបន្តមកគូទី1ដែលត្រូវឡើងប្រកួតគឺរវាងខារ៉ាស៊ូហើយនិងខូរ៉ូម៉ាចាប់ផ្ដើមឡើងខូរ៉ូម៉ាបានបញ្ចេញស្ទប់ការកលាបជាច្រើនហោះពេញទីលានប្រកួតហើយស្ទប់ការនីមួយៗមកដូចផ្លែឡាមអញ្ចឹងប៉ុន្តែខារ៉ាស៊ូអត់ខ្លាចទេក៏ដើរចូលទៅបំផ្ទុះស្ទប់ការអត់ទៅនោះចោលទាំងអស់ដោយមិនបាច់ចាំយកដៃប៉ះផងមានន័យថាថាមពលរបស់ខារ៉ាស៊ូមិនមែនស្ថិតនៅលើដៃប៉ះទេគាត់ច្បាស់ជាមានប្រភពថាមពលផ្សេងទៀតដែលខូរ៉ូម៉ាមើលនឹងភ្នែកអត់ឃើញបន្តមកទៀតខារ៉ាស៊ូបានព្យាយាមចូលទៅវាយប្រហារខូរ៉ូម៉ាប៉ុន្តែខូរ៉ូម៉ាលឿនអាចគេចទាន់ហើយបញ្ចេញខ្សែតៃផ្កាកលាបរបស់គាត់វាយបោទៅវិញសារជាថ្មីម្ដងទៀតខ្សែតៃរបស់ខូរ៉ូម៉ាត្រូវបានខារ៉ាស៊ូបំផ្ទុះពីចម្ងាយដាច់ដោយអស់បន្តមកខារ៉ាស៊ូបានសម្រុកចូលទៅវាយប្រហារខូរ៉ូម៉ាបន្តទៀតហើយកាន់តែលឿនទៅនៅពេលនោះទោះបីជាខូរ៉ូម៉ាអាចគេចពីកញ្ញាំដៃរបស់ខារ៉ាស៊ូបានទាំងអស់ក៏ដោយក៏ខូរ៉ូម៉ានៅតែត្រូវរបួសដោយសារតែការផ្ទុះដែលមិនដឹងប្រភពចេញពីណាមកការប្រយុទ្ធបន្តទៀតខារ៉ាស៊ូបានដាក់ស៊ុបពើដោយជប់គ្រាប់បែកខ្មោចដាក់នៅលើបាតដៃរបស់គាត់ហើយគប់ទៅកាន់ខូរ៉ូម៉ាផ្ទុះយ៉ាងសាហាវការផ្ទុះនៅលើនឹងបានធ្វើឲ្យខូរ៉ូម៉ាបាត់ Spirit Energy របស់គាត់ឲ្យឆឹងដោយស្លាប់បាត់អញ្ចឹងធ្វើឲ្យគ្នារបស់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែមិនអីទេដោយសារតែពេលហ្នឹងខូរ៉ូម៉ាបានប្រាកាយខ្លាយទៅជាទម្រង់វិស័យរបស់គាត់តន់ក្នុងទម្រង់ជាបិសាចហ្នឹងខូរ៉ូម៉ាអាចមើលដឹងពីក្បាច់របស់ខារ៉ាស៊ូហើយគឺខារ៉ាស៊ូចេះជប់បិសាចបំបាំងកាយមកធ្វើជាក្របបែករបស់គាត់ប៉ុន្តែ sorry ផងចាប់ពីពេលនេះតទៅក្របបែកបំបាំងកាយរបស់គាត់ធ្វើឲ្យខូរ៉ូម៉ាលែងបានទៀតហើយក្បាច់បន្តទៀតខារ៉ាស៊ូបានជប់ក្របបែកដល់ស្លាប់ជាច្រើនហើយមានភ្នែកទៀតដេញតាមបំផ្ទុះខូរ៉ូម៉ាហើយដើម្បីជាការទប់ទល់នឹងវាយបកផងខូរ៉ូម៉ាបានជប់ដើមឈើបិសាចយ៉ាងធំមួយចេញមកកំទេចក្របបែកដល់ស្លាប់របស់ខារ៉ាស៊ូអស់ហើយលីងខូរ៉ូម៉ានិយាយថាដើមឈើបិសាចរបស់គាត់នឹងមានញៀនដឹងខ្លាំងណាស់តែនរណាញាក់ញ័របន្តិចក៏វាដឹងដែរនៅពេលនោះប្រហែលជាខារ៉ាស៊ូភ័យហើយមើលទៅបានជាដើមឈើបិសាចរបស់ខូរ៉ូម៉ាដឹងហើយដេញខាំគាត់រត់ឡើងបាក់កញ្ញាំស្ថានភាពរបស់ខារ៉ាស៊ូនៅពេលនោះពិតជាយ៉ាប់ណាស់ព្រោះនៅពេលដែលគាត់វាយបកទៅកាន់ដើមឈើអស់ទាំងនោះដើមឈើទាំងអស់នោះកាន់តែខឹងហើយកាន់តែខ្លាំងនៅទីបំផុតខារ៉ាស៊ូត្រូវបានដើមឈើបិសាចចាប់បានហើយច្បាច់រហូតដល់ជ្រុះមកចេញពីមាត់បន្តមកនាំគ្នាចោមរោមក្តោបគាត់ស៊ីឃើញចឹងខូរ៉ូម៉ាខំតអស្មានតែចាត់ការខារ៉ាស៊ូបានហើយតែមានណាខារ៉ាស៊ូនៅតែអាចរើខ្លួនចេញមកវិញរួចបន្តមកខារ៉ាស៊ូចាប់ផ្ដើមបដូររូបរាងទៅជាមានសក់ពណ៌មាសហើយប្រមូលផ្ដុំកម្លាំងទៀតធ្វើឲ្យខ្លួនរបស់គាត់ក្លាយទៅជាក្របបែកធំមួយរួចហើយលោតទៅបុកខូរ៉ូម៉ាឲ្យផ្ទុះឡើងសាហាវការផ្ទុះនៅពេលនោះបានធ្វើឲ្យខូរ៉ូម៉ាប្រែរូបរាងមកជាមនុស្សវិញមូលហេតុគឺដោយសារតែការប្រែកាយជាទម្រង់បិសាចរបស់គាត់មានម៉ោងកំណត់មិនមែនជាតែប្រើបានរហូតនោះទេ
នៅពេលនេះមើលទៅខូរ៉ាម៉ាចាប់ហើយមិនអាចទៅរួចជាមួយខារ៉ាស៊ូទេបើគ្រាន់តែប្រើផ្កាកាឡាធម្មតាក៏ខូរ៉ាម៉ាប្រើមិនបានផងនោះទោះជាយ៉ាងណាខូរ៉ាម៉ានៅតែអត់ព្រមចាញ់ហើយលោតចូលទៅវាយប្រហារខារ៉ាស៊ូក្នុងរយៈចម្ងាយចិត្តវិញម្ដងហើយពិតជាអស្ចារ្យណាស់ខូរ៉ាម៉ាអាចឆ្មក់ខារ៉ាស៊ូបានម្ដាយចំទ្រូងម្ដាយនឹងតាមពិតខូរ៉ាម៉ាចង់លួចប្រកបក្របពូជនៅក្នុងខ្លួនរបស់ខារ៉ាស៊ូប៉ុន្តែខារ៉ាស៊ូប្រយ័ត្នប្រយែងណាស់គាត់បានដឹងមុនរួចហើយការប្រយុទ្ធបន្តទៀតខារ៉ាស៊ូបានបញ្ជូនគ្រាប់បែកបំបាំងកាយទៅព័ទ្ធជុំវិញខ្លួនរបស់ខូរ៉ាម៉ាហើយបំផ្ទុះម្ដងមួយធ្វើទរណកម្មគាត់យ៉ាងឈឺផ្សាបន្តមកញ៉ាកដាចាប់ដើមរាប់ខូរ៉ាម៉ាទៅហើយខូរ៉ាម៉ានៅតែព្យាយាមងើបឡើងមកវិញដោយសារតែគាត់នៅសល់ថាមពលជីវិតឯប្រការដើមឈើជញ្ជក់ឈាមរបស់គាត់បានម្ដងទៀតណាមួយនៅលើទ្រូងរបស់ខារ៉ាស៊ូនៅពេលនេះមានឈាមហូរស្រាប់ចុងក្រោយនៅពេលដែលខារ៉ាស៊ូហៀបនឹងសម្លាប់ខូរ៉ាម៉ាចោលទៅហើយខូរ៉ាម៉ាបានឆ្លៀតបលែងដើមឈើជញ្ជក់ឈាមរបស់គាត់ទៅសម្លាប់ខារ៉ាស៊ូបានមុនឃើញចឹងណាក៏មានការភ្ញាក់ផ្អើលដែរបន្តមកទៀតស្រាប់តែមានរឿងគួរឲ្យហួសចិត្តមួយទៀតបានកើតឡើងគឺញ៉ាកដាបែរជាប្រកាសឲ្យខារ៉ាស៊ូដែលជាអ្នកស្លាប់បាត់ទៅហើយនោះឈ្នះទៅវិញដល់ពេលយូស្កេទៅតវ៉ាញ៉ាកដាប្រាប់ថាមកពីខូរ៉ាម៉ាដេកដួលលើសពី10វិនាទីក្រោយពេលដែលនាងរាប់ក្រោយមកគេយកវីដេអូមកចាក់មើលឡើងវិញឃើញថាខូរ៉ាម៉ាបានងើបឈរទេហើយគាត់បានចាក់សម្លាប់ខារ៉ាស៊ូនៅក្រោយរយៈពេល10វិនាទីនិយាយស្រាប់ឲ្យខ្លីទៅការប្រកួតលើនឹងក្រុមរបស់ថូការ៉ូឈ្នះក្រុមរបស់យូស្កេ1-0សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យថាល្អមើលម្នាក់មួយហើយបើសិនជាមិនទាន់បាន subscribe Channel មនុស្សចរណៃទេជួយចុច subscribe ម្នាក់មួយផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនិងអនាគតបវររុងរឿង